ម៉ែក្មេកមិនដឹងផ្ញើអីមកទេបងប្អូនដាក់តាមក្រុងធ្ងន់ឡើងក៏ដុកក្នុងចិត្តគិតថាបើមិនតើក៏កធាយដែរអត់ហ៊ានបើកក្នុងផ្ទះទេខ្លាចវាពេញផ្ទះអញ្ចឹងក៏យកមកមុខផ្ទះបាទលោកទៅយ៉ាអេតដៃឥឡូវយកអំបោះមកបុកឲ្យតស្លាប់ឥឡូវនេះលោកចាប់កាច់កឲ្យដកមកក្រៅជំរឿសัตว์អីអីខ្នោសោះបងប្អូនហើយប៉ិនសំដែងពូស្បៃហ្នឹងហើយបងប្អូននេះម៉ែក្មេកផ្ញើខ្នោមកអូយធំណាស់ឥឡូវចាប់ផ្ដើមពុះហើយចង់ដឹងថាសាច់ខ្នោខាងក្នុងហ្នឹងល្អប៉ុណ្ណាអីប៉ុណ្ណាអូយបងប្អូនហើយនេះឡើងលឿងស្អាតតែម្ដងបាទប៉ុន្តែអ្វីដែលរៀងទើសចិត្តបន្តិចគឺខ្នោបាយស្រាបងប្អូនបាទមិនមែនខ្នោណាំងផងតែឥឡូវនេះបាទពុះជាចម្រៀកបន្តទៀតបាទបាយស្រាក៏បាយស្រាជំរឿភ្លក់មួយម៉ាត់តិនចង់ដឹងថាតើបាទឈ្ងុយឆ្ងាញ់ប៉ុណ្ណាក៏ដាក់មួយម៉ាត់ទៅអូវ៉បអាយ៉ាវារៀងពិបាកញ៉ាំតិចពីអ្នកគ្រូតូចបាទញ៉ាំទៅវាថាដូចថាស្អិតណាបាទវាខុសពីខ្នោណាំងហើយដោយសារតែសាច់ខ្នោយើងឆ្ងាញ់ពេកវាបាយស្រាផងអីផងមិនសូវចេះញ៉ាំអញ្ចឹងក៏សម្រេចចិត្តថាឆ្កឹះតែគ្រាប់យកមកញ៉ាំទេបាទឥឡូវនេះគ្រាប់ខ្នោកំពុងតែឆ្កឹះបន្តដាក់ចូលក្នុងចានដែកហើយចំណែកសាច់ខ្នោយើងទុកធ្វើផ្អកត្រីប្រាវាមិនដែរណាយកសាច់ខ្នោទៅធ្វើផ្អកត្រីប្រាបាទនេះកំពុងតែលាងឲ្យបងប្អូនលាងគ្រាប់ខ្នោឲ្យបាទប្រុសមកនេះអត់ខ្វល់ទេណាលាងអីលាងអូនញឹមខ្ជិបមួយកាមេរ៉ាណាបាទហើយយើងលាងបានចិត្តស្អាតហើយបាទនេះជាទឹកចុងក្រោយដែលយើងលាងហើយអូបាទឡើងខ្ចីញញត្មងបាទគ្រាប់ខ្នោរបស់យើងនេះហើយបងប្អូនណាខ្លះចូលចិត្តគ្រាប់ខ្នោហើយគ្រាប់ខ្នោពិសេសជាងគេគឺដល់ពេលយើងញ៉ាំហើយបញ្ចេញខ្យល់អូស្មန်កាបូនិកចេញមកក្រៅវិញគឺក្លិនផោមនិយាយទៅថាបានហិតហើយដូចទឹកអប់សាំងកពូអញ្ចឹងហិតអីហិតទៀតហិតទៅអស់ពីស្តុកបាទបងប្អូនឥឡូវនេះចាក់ទឹកចូលហើយគ្រាប់ខ្នោយើងក៏នៅក្នុងឆ្នាំងថែមអំបិលស្ករអីបន្តិចទៅដើម្បីបន្ថែមរសជាតិចឹងណាបងប្អូនបាទហើយឥឡូវនេះគ្រាប់ខ្នោរបស់យើងក៏បានចូលទៅក្នុងឆ្នាំងរួចរាល់ 100% ហើយអញ្ចឹងដាក់ស្ងោរបដៅនេះអង្គុយយល់តងបដៅដើម្បីរងចាំបាទអីប្រុសម៉ៅនេះគេយកជើង2ឯងយកជើង1ឆ្កុយណោះបាទហើយយកចោះយកឡើងហេវហត់អស់កម្លាំងរៀងហេវបាទប្រុសម៉ៅមកដាក់ទៅដោះគោមកតក់សិនបាទនេះបវលលោកគេបវលកំប៉ុងរបស់គេហ្នឹងបាទទៅដោះគោអ៊ីនឡាក់របស់គេហ្នឹងបាទមុំតាំងពីនៅតូចបាទពីកូនង៉ែតរហូតដល់ឥឡូវអាយុ10ខែចិត្តមួយឆ្នាំមកលើហើយបាទចូលលេខ2ហើយបាទចឹងបងប្អូននេះប្រុសមកគេរឹងមាំល្អដោយសារមុំដោះគោអ៊ីនឡាក់ហ្នឹងជំនួយខួរក្បាលជំនួយដល់គ្រាប់ឈាមក្រហមបាទជំនួយដល់ការចងចាំបាទជួយឲ្យសុខភាពពោះវៀនបាទកូនរបស់យើងហ្នឹងគឺមានសុខភាពល្អហើយបាទជួយសម្រួលដល់ការបន្តបងទៀតបាទហើយជួយឲ្យលូតលាស់រឹងមាំបានល្អចឹងបងប្អូនមានកូនតូចអីលើកទឹកចិត្តបាទប្រើអ៊ីនឡាក់ទៅបាទអត់ពិបាករកទិញទេតាមម៉ាប់តាម pharmacy ឬក៏បាទតាម pack អ៊ីនឡាក់ Cambodia បាទហើយរៀបរាប់ចោះរៀបរាប់ឡើងឥឡូវនេះគ្រាប់ខ្នោរបស់យើងគឺបានពុះល្អហើយឆ្អិនហើយចឹងក៏ដួសដាក់ចូលមកក្នុងចានបាទដួសដាក់ក្នុងចានហើយចុំជាមួយនឹងគ្រូតូចក៏រៀបរាប់បាទកាត់ខ្សែបោហើយបាទគឺសម្ពោធហើយបាទចាប់ផ្ដើមបកដាក់ចូលក្នុងមាត់ញ៉ាច់និយាយថាកមូតណាបងប្អូនហើយអត់មានចាញ់គ្រាប់កៅឡាក់ទេបាទនិយាយថាឆ្ងាញ់ហ្មងនេះបងប្អូនដែលធ្លាប់ចូលចិត្តបាទគ្រាប់ខ្នោស្ងោរហ្នឹងគឺយល់អារម្មណ៍បាទនិយាយថាឆ្ងាញ់យូបាទញាត់ដាក់អីប្រុសមកក៏ចង់ញ៉ាំដែរប៉ុន្តែនៅតូចពេកអត់ហ៊ានឲ្យញ៉ាំខ្លាចមានបញ្ហាពោះអីចឹងណាបាទដោយសារអីខ្លាចហើមពោះហើមពងចឹងទៅអញ្ចឹងបងប្អូនដែលតនេបាទចង់មកលេងផ្ទះខ្ញុំអីខ្ញុំមានគ្រាប់ខ្នោចាំទទួលបាទហ្នឹងហើយបងប្អូនអរគុណច្រើនបាយ